មិញសមបានបៀមអ្នកគ្រីរបស់គេនោះបានមួយសន្ទុះគាត់ក៏បានឡើងទៅអង្គុយលើអុកតិចដោយចាប់អ្នកគ្រីនោះនិងរុញចូលទៅក្នុងដំបូករបស់គាត់តិចយ៉ាងស្រួលជាខ្លាំងដែលធ្វើឲ្យដេតធ្ងោតិចតែគាត់មិនហ៊ានបញ្ចេញសំឡេងទាល់តែសោះព្រោះខ្លាចដេតដឹងបានមួយសន្ទុះគាត់ក៏បានដូរស្ទាយដោយឲ្យដេតមកពីលើគាត់វិញម្ដងដោយដេតបានធ្វើតាមនិងមានក្តីសុខជាខ្លាំងក្រោយមកគាត់ក៏បានឲ្យដេតវាយពីក្រោយវិញម្ដងនិយាយថាស្រួលនោះស្រួលធ្វើឲ្យពួកគេទាំងពីរស្រួលជាខ្លាំងដោយដេតគិតតែពីខំសុទ្ធនោះសុទ្ធឮសូរតែផ្លាប់ពេញបន្ទប់សូមស្វាគមន៍មកកាន់ Channel សៀអារម្មណ៍ទាំងអស់គ្នាថ្ងៃនេះ admin មានរឿងមួយមកចែករំលែកគ្នាយើងស្ដាប់បើចង់ដឹងសាច់រឿងទៅជាយ៉ាងណាតើយើងទៅស្ដាប់ទាំងអស់គ្នាមានគ្រួសារមួយមានគ្នា3នាក់ដែលម្ដាយឈ្មោះថាមីងសំនិង2នាក់ទៀតជាប្តីប្រពន្ធនឹងគ្នាដោយប្រពន្ធមានឈ្មោះថាស្រីមុំនិងប្តីមានឈ្មោះថាដេតពួកគេទើបតែរៀបការថ្មីថ្មោងនោះទេចំណែកឯមីងសំជាម្ដាយក្មេករបស់ដេតប្តីរបស់មីងសំគាត់បានស្លាប់ជាង10ឆ្នាំមកហើយដោយប្តីគាត់ជាយោធានិងបានជន់មីនស្លាប់បាត់ទៅដែលបន្សល់ទុកឲ្យមីងសំមើលថែកូនស្រីតែមួយតែម្នាក់ឯងដោយគ្រួសាររបស់មីងសំធ្វើស្រែចម្ការនិងដាំដំឡូងជាដើមហើយនៅថ្ងៃមួយមានបុរសម្នាក់បានចាប់ចិត្តស្រឡាញ់ស្រីមុំគេក៏បានឲ្យឪពុកម្ដាយរបស់គេមកចូលស៊ូស្រីមុំអីចឹងទៅតាមប្រពៃណីខ្មែរយើងគេក៏ស៊ូពីនេះពីនោះហើយបានស៊ូគាត់ថាតើព្រមលើកកូនឲ្យដែរឬទេពេលនោះមីងសំក៏គិតថាកូនគាត់មានតែមួយហើយពេញវ័យណាស់ហើយដែរណាមួយបានកូនប្រសាមកជួយធ្វើស្រែចម្ការអីផងនិងមួយទៀតគាត់បារម្ភខ្លាចគេធ្វើបាបកូនស្រីគាត់អីចឹងទៅពេលនោះគាត់ក៏បានមើលមុខដេតចំណែកឯដេតក៏ចេះដឹងនិងមានរូបសម្រស់ស្រស់សង្ហាណាស់ដែរដែលធ្វើឲ្យមីងសំចង់តែលើកកូនឲ្យភ្លាមទេរួចមីងសំក៏បានងាកទៅស៊ូនាំកូនថាតើកូនស្រឡាញ់គេទេបើកូនពេញចិត្តម្ដាយនឹងលើកកូនឲ្យគេហើយណាកូនពេលនោះស្រីមុំក៏ស្រឡាញ់ដេតដែរដោយឃើញដេតសង្ហាសាច់ដុំធំផងនោះនាងក៏ឆ្លើយថាមិនអីទេម៉ែកូនតាម៉ែណាមួយកូនបានប្តីមកក៏ជួយការងារម៉ែខ្លះដែរពួកគេក៏បានរៀបចំសំគុំតាមប្រពៃណីខ្មែរយើងអីចឹងទៅហើយក៏យប់សំដំណេកពួកគេក៏អៀនគ្នាជាខ្លាំងចំណែកឯស្រីមុំវិញនិយាយពីថាបានប្តីស្អាតមើលនោះមើលមិនដាច់ពីភ្នែកសោះសង្ស័យតែក្នុងចិត្តស្រីមុំគិតថាយប់នេះដឹងតែរត់មិនរួចទេមើលទៅលុះយប់សំដំណេកពួកគេអៀនគ្នាណាស់លុះយប់បន្តិចពួកគេក៏រៀបចាប់ផ្ដើមឆាកប្រយុទ្ធទៅហើយនោះស្រាប់តែមីងសំមកគោះទ្វារតុកតើកូនដេកហើយឬនៅពេលនោះស្រីមុំរៀបនឹងបានវាយឡើងហើយក៏ឮម៉ែគោះទ្វារហៅដូច្នេះក៏ដាច់ចង្វាក់ពួកគេអស់រួចនាងក៏បានដើរទៅរកម្ដាយនិងបានសួរម្ដាយថាតើម៉ែមានការអ្វីបានជាហៅកូនទាំងយប់អញ្ចឹងមីងសំប្រាប់ថាម៉ែបាយពីកូនម៉ែដេកមិនលក់សោះតាមពិតមីងសំគាត់លួចមានចិត្តលើដេតដែរសោះនឹងទើបមិនឲ្យកូនបានសំដំណេកដោយគាត់ចង់បានមុនកូនតែតាស្រីមុំក៏បានឲ្យម៉ែទៅគេងវិញតាមធម្មតាទៅមិនអីទេរួចនាងក៏បន្តនិយាយថាកូនមានប្តីហើយកូនត្រូវគេងជាមួយប្តីណាម៉ែក៏នៅតែមិនព្រមចង់ឲ្យកូនទៅដេកកន្លែងម៉ែមួយយប់កំដរម៉ែរួចនាងក៏បានដើរទៅប្រាប់ដេតថាបងយប់នេះអូនទៅគេងជាមួយម៉ែមួយយប់ដោយម៉ែគាត់ចង់ឲ្យគេងជាមួយគាត់បានមួយយប់ចុងក្រោយដេតក៏មិនបានថាអ្វីច្រើនដែរក៏បានឆ្លើយថាមិនអីទេអូនទៅគេងជាមួយម៉ែចោះទុកឲ្យបងគេងម្នាក់ឯងក៏បានដែររួចនាងក៏បានបិទភ្លើងដើរចេញទៅដោយទុកឲ្យដេតដេកនៅតែម្នាក់ឯងនៅក្នុងបន្ទប់ស្រីមុំក៏បានទៅកំដរម៉ែនិងនិយាយគ្នាលេងរហូតដល់យប់ជ្រៅបន្តិចស្រីមុំក៏បានដេកលក់បាត់ទៅពេលនោះម៉ែក្មេកល្មមតណ្ហាក៏ក្រោកតិចនិងបានដើរទៅបន្ទប់របស់កូនប្រសាដោយថ្នមដោយខ្លាចស្រីមុំភ្ញាក់ពេលមីងសំបានដើរទៅជិតគ្រែរបស់ដេតដែលកំពុងតែដេកនោះថ្នមនិងបានឡើងទៅលើគ្រែហើយបានដេកអោបកូនប្រសាដោយយកងងឹតផងនោះ
ដេតមើលទៅមិនឃើញទាល់តែសោះថាជានរណារួចដេតបានសួរថាអូនមែនទេពេលនោះមិញសំងក់ក្បាលតិចមិនហ៊ាននិយាយទេព្រោះខ្លាចកូនប្រសាដឹងដេតក៏បានសួរបន្តទៀតចុះអូនថាទៅដេកកន្លែងម៉ែមិនក៏ប្រញាប់មកវិញម្លេះមិញសំមិនហ៊ាននិយាយទេក៏ស្ងាត់ពេលនោះមិញសំក៏បានស្ទាបអង្អែលដេតម្ដុំនាគរីរបស់គេថ្នមរួចបានលូកដៃចូលទៅក្នុងខោនិងបានចាប់នាគរីរបស់ដេតយកមកកាន់លេងដើម្បីឲ្យនាគរាជនោះរឹងរីកមាឌកាន់តែធំនិងបានចាប់នាគរាជនោះដាក់ចូលក្នុងមាត់តិចកប់ក្រឡោតតែម្ដងដេតក៏មិនបានគិតអ្វីច្រើនដែរក៏ស្មានតែប្រពន្ធខ្លួនក៏ដេកស្រួលតាមទម្រួលទៅដោយដេតបានលួចគិតតិចថាមិនបានប្រពន្ធគេពូកែម្លេះទាំងដែលនាងនៅក្រមុំសោះនឹងគេក៏មិនបានគិតអ្វីច្រើនដែរក៏ដេកមួយកន្លែងទុកឲ្យម្ដាយក្មេកធ្វើតាមចិត្តមីងសំបានបៀមនាគរីរបស់គេនោះបានមួយសន្ទុះគាត់ក៏បានឡើងទៅអង្គុយលើអុកតិចដោយចាប់នាគរីនោះនិងរុញចូលទៅក្នុងដំបូករបស់គាត់តិចយ៉ាងស្រួលជាខ្លាំងដែលធ្វើឲ្យដេតធ្ងោតិចតែគាត់មិនហ៊ានបញ្ចេញសំឡេងទាល់តែសោះព្រោះខ្លាចដេតដឹងបានមួយសន្ទុះគាត់ក៏បានដូរស្ទាយដោយឲ្យដេតមកពីលើគាត់វិញម្ដងដោយដេតបានធ្វើតាមនិងមានក្តីសុខជាខ្លាំងក្រោយមកគាត់ក៏បានឲ្យដេតវាយពីក្រោយវិញម្ដងនិយាយថាស្រួលនោះស្រួលធ្វើឲ្យពួកគេទាំងពីរស្រួលជាខ្លាំងដោយដេតគិតតែពីខំសុទ្ធនោះសុទ្ធឮសូរតែផ្លាប់ពេញបន្ទប់ដោយយប់នោះវាយឡើងបាន10ដងរហូតដល់ដេតអស់កម្លាំងក៏បានដេកលក់បាត់ទៅពេលនោះមេឃក៏ជិតភ្លឺណាស់ដែរហើយមីងសំក៏ប្រញាប់ចូលទៅក្នុងបន្ទប់របស់គាត់វិញពេលចូលទៅដល់នោះស្រីមុំក៏ភ្ញាក់ល្មមរួចក៏បានឃើញម៉ែដើរចូលមកវិញរួចនាងក៏បានសួរម៉ែថាម៉ែទៅមកពីណាមីងសំក៏បានឆ្លើយតបយ៉ាងលឿនទាំងភ័យខ្លាចកូនដឹងផងនោះក៏បានប្រាប់កូនថាម៉ែទៅមកពីបន្ទប់ទឹកណាកូនស្រីមុំក៏មិនបានសួរអ្វីច្រើនដែរក៏ងើបមកឃើញមេឃភ្លឺស្រាងដែរហើយក៏បានដើរទៅក្នុងបន្ទប់ប្តីរបស់នាងវិញទៅពេលនោះនាងបានឃើញប្តីរបស់នាងដេកយ៉ាងស្កប់ស្កល់នៅលើគ្រែនាងក៏បានដើរទៅជិតប្តីដោយពេលនោះនាងមានអារម្មណ៍ថាឆ្អាបរួចនាងក៏បានឃើញភួយរបស់ប្តីនាងសើមដោយគិតថាប្រហែលជាប្តីខ្ញុំយប់មិញបាញ់ចិញ្ចក់ហើយមើលទៅបានជាខ្ទាតទឹកពេញនឹងអញ្ចឹងប្រហែលជាប្តីខ្ញុំឃើញខ្ញុំស្អាតហើយបានជាទ្រាំមិនបានដូច្នេះតាមការពិតទៅម្ដាយរបស់នាងសោះបានមកលួចវាយឡើងជាមួយប្តីរបស់នាងកាលពីយប់មិញរួចនាងក៏បានឡើងលើគ្រែដេកអោបប្តីនាងទៅលុះដល់មេឃភ្លឺច្បាស់ដេតបានភ្ញាក់មកនឹងឃើញប្រពន្ធកំពុងតែដេកអោបគេដូច្នេះក៏ស្មានថាយប់មិញជាប្រពន្ធរបស់គេដេតក៏បានថើបប្រពន្ធតិចលុះថ្ងៃបន្តិចមីងសំបានហៅពួកគេទៅមើលចំការដំឡូងដើម្បីធ្វើជើងអីអញ្ចឹងទៅពួកគេក៏និយាយគ្នាអំពីនេះពីនោះនិយាយចោះនិយាយឡើងដេតក៏បាននិយាយរឿងយប់មិញជាមួយប្រពន្ធខ្លួនដោយឃើញនៅតែពីរនាក់ផងនោះក៏បាននិយាយសួរប្រពន្ធថាយប់មិញអូនពូកែម្លេះបងពេញចិត្តខ្លាំងណាស់ពេលនោះស្រីមុំបានតបវិញថាអូនពូកែអីបងដេតក៏បានឆ្លើយតបថារឿងយប់មិញអូនស្រីមុំក៏ឆ្ងល់មិនដឹងថាដេតចង់និយាយអំពីរឿងអ្វីទេនាងរៀបនឹងចង់សួរបញ្ជាក់ប្តីហើយមីងសំបានដើរចូលមកឮដូច្នេះក៏បាននិយាយកាត់យ៉ាងលឿនថាកូនទៅដាំបាយធ្វើម្ហូបឲ្យប្តីកូនទៅថ្ងៃណាហើយមីងសំបាននិយាយបន្តទៀតថាទុកទីនេះឲ្យម៉ែនិងប្តីកូនតែពីរនាក់បានហើយកូនទៅធ្វើម្ហូបចោះនាងក៏បានដើរចេញទៅបាត់ដោយទុកឲ្យប្តីនាងនៅតែពីរនាក់ម្ដាយក្មេកដោយមីងសំឃើញឱកាសល្អដូច្នេះគាត់បំរុងនឹងទៅចិត្តកូនប្រសានឹងបានឲ្យគេជួយយកទឹកឲ្យគាត់ផឹកបន្តិចដេតក៏បានទៅយកឲ្យពេលនោះមីងសំបានចាប់ដៃដេតរួចសួរថាតើយប់មិញកូនពេញចិត្តទេដេតក៏បាននិយាយថាកូនរបស់ម៉ែពិតជាពូកែខ្លាំងណាស់កូនពេញចិត្តខ្លាំងណាស់មីងសំគាត់បានញញឹមតិចហើយបាននិយាយថាយប់មិញមិនមែនកូនរបស់ម៉ែទេគឺជារូបម៉ែនេះឯងដេតឮដូច្នេះក៏កាំងតែម្ដងនិយាយមិនចេញសោះ
ដោយក្នុងចិត្តគិតថាមិនបានជាម៉ែក្មេងគេធ្វើដូច្នេះចំពោះគេមិញសំក៏បាននិយាយទៀតថាតើកូនចង់ទៀតទេយើងលេងនៅក្នុងចំការនេះតែម្ដងទៅដេតក៏ប្រកែកថាកុំធ្វើដូច្នេះអីបើប្រពន្ធគេដឹងច្បាស់ជារឿងធំមិនខានទេមិញសំក៏បាននិយាយថាមិនអីទេកូនម៉ែមិនប្រាប់ស្រីមុំឲ្យដឹងទេតែកូនមិនព្រមធ្វើតាមម៉ែនឹងប្រាប់រឿងកាលពីយប់មិញឲ្យគេដឹងជាមិនខានដេតឮហើយភ័យណាស់ខ្លាចប្រពន្ធគេដឹងព្រោះគេស្រឡាញ់ប្រពន្ធគេខ្លាំងណាស់ពេលនោះដេតក៏បានព្រមតាមម្ដាយក្មេកតែម្ដងពួកគេទាំងពីរបានវាយឡើងពេញចំការដំឡូងតិចដំឡូង2-3គុំតែម្ដងម្ដាយក្មេករបស់ដេតតែងតែបង្ខំដេតឲ្យដេកជាមួយខ្លួនជារៀងរាល់ពេលនៅពេលដែលស្រីមុំមិននៅក្បែរគេពួកគេទាំងពីរវាយឡើងជាមួយគ្នាជារៀងរាល់ថ្ងៃនៅពេលដែលស្រីមុំមិនបាននៅផ្ទះអីអញ្ចឹងទៅរឿងនេះក៏បានចប់សូមចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូមុនគេសូមអរគុណបាយបាយ